ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវីដេអូអីល្អមើលអីទេថ្ងៃនេះថតរូបប្រពន្ធហើយនឹងកូនកំពុងតែហូបមីពេលល្ងាចហូបនឹងគេសប្បាយចិត្តណាស់ពិសេសគឺអាកូនតូចនឹងនៅមើលភ្នែកមើលមាត់មើលទៅកាយកាសចង់ហូបណាស់មីប៉ុន្តែមិនហ៊ានឲ្យហូបច្រើនទេនេះម្ដងមកកាទេមកគេឃ្លានហើយក៏ឆុងហូបទៅហូបពីអ្នកបងហូបពីអ្នកម៉ែកូនបាទកូនក៏បានតិចដែរព្រោះថាហូបមីវាថាអាហារសម្រន់ពេលល្ងាចទេនេះប៉ុន្តែវាថាវាមិនសូវជាល្អទេបើយើងហូបញឹកញយពេកនោះអញ្ចឹងម្ដងមកកាបានមកឃ្លានសบายចិត្តអាតូចចង់ហូបចំណីចំណុកខ្លាំងណាស់ប៉ុន្តែបាយទឹកហ្នឹងគឺមិនសូវប្រមាណទេបាទគឺរឿងនំកញ្ចប់អីនេះចូលចិត្តណាស់ពីអ្នកម៉ែកូនគេញ៉ាំសบายញ៉ាំយ៉ាងសบายរីករាយផងគាត់ទាំងពីរនាក់ដែរបាទថតវីដេអូដើម្បីចែកជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាតែជួយគ្រប់គ្រងវីដេអូរបស់ខ្ញុំមើលកន្លងមកហ្នឹងបាទហើយទោះបីជាវីដេអូល្អក្តីមិនល្អក្តីសូមបងប្អូនជួយទស្សនាផងបាទធ្វើ YouTube ដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀតបើសិនតែគ្មានអ្នកviewអ្នកមើលអីទេនេះមើលធ្វើយូរអស់កម្លាំងចិត្តឡើងចាំធ្វើទៀតបាទយើងមានអីនិយាយច្រើនតែប៉ុន្តែវីដេអូហ្នឹងមានរយៈពេលយូរដែរបាទ3នាទីជាងបាទ3នាទីជាងថតពេលល្ងាចថតគឺថតថ្ងៃទី7ខែមីនាឆ្នាំ2025បាទអាតូចដល់ហើយអាតូចញ៉ាំបដាមួយទូរស័ព្ទបដាហើយញ៉ាំរបស់គេគឺញ៉ាំមិនហ៊ានឲ្យច្រើនទេខ្លាចឆាប់អស់ញ៉ាំឲ្យបានយូរបាទមើលសកម្មភាពគេដឹងហើយបាទចូលចិត្តបាទក្មេងៗតែងតែចូលចិត្តអាហារគេថាអាហារបែបហ្នឹងបាទកញ្ចប់អីនេះបាទចូលចិត្តណាស់ប៉ុន្តែគាត់ញ៉ាំច្រើនស្អីបានពិសេសតូចបងខ្ញុំនឹងមក2នាក់នឹងញ៉ាំចំណីព្រឹកប្រាស់បានតែម្ដងគឺពិសេសគ្រឿងត្រជាក់បាទគ្រឿងត្រជាក់នេះគឺញ៉ាំគឺចាប់ដើមឈឺពងកជៀនចូលប្រាស់ស្អាយលិពងកអីទៅពេទ្យហ្នឹងគឺអស់លុយអស់កាក់ទៀតបាទអ្នកឃើញអាតូនកាយការគេដឹងហើយគឺញ៉ាំដោយសบายចិត្តបាទញ៉ាំពីដេកទីរញ៉ាំបាទថ្ងៃនេះបានមីកញ្ចប់សម្បូរដែររបស់គេហ្នឹងញ៉ាំយ៉ាងសบายរីករាយអស់មកចាតែមីមកកញ្ចប់គ្នាពីរនាក់ប៉ុន្តែបានបាយកកយោងបាទបើលើកបាយកកទៅបានរឿងក្រែកាត់បន្ថយជាតិមីខ្លះដែរអត់មានអីច្រើនទេវីដេអូថ្ងៃហ្នឹងបាទមានបានសូត្រស្រៈនិស័យឬក៏ជញ្ជាក់ទេបាទថតវីដេអូលក្ខណៈកំសាន្តលេងបាទសូមអរគុណសូមជម្រាបលាសុខសប្បាយទាំងអស់គ្នាបាទ